ពិធីសម្ដែងសម្ណាសមាជិកគណៈថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាក្រមអធិបតីភាពអាយដាមផាន់សុភេងទីប្រឹក្សាអាយដាមបណ្ឌិតងួនញិលអនុប្រធានទី1រដ្ឋសភានិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចោះជួយស្រុកប្រាសាទសម្បូរស្រុកសណ្ដាត់និងស្រុកស្ទូងក្រុមការចូលរួមរបស់លោកខៀវប៉ាងប្រធានគណៈបកស្រុកនិងជាប្រធានក្រុមការងារបកមូលដ្ឋានចូលរួមជាច្រើនអ្នកនៅសាលប្រជុំគណៈបកស្រុកប្រាសាទសម្បូរកាលពីព្រឹកថ្ងៃទី5ខែមីនាឆ្នាំ2014លោកខៀវប៉ាងប្រធានគណៈបកប្រជាជនកម្ពុជាស្រុកប្រាសាទសម្បូរបានឡើងអាននៅរបាយការណ៍ស្ដីពីសកម្មភាពរបស់គណៈបកប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនិងរកដំណោះស្រាយសន្តិភាពជូនដល់ប្រជាពលរដ្ឋជាពិសេសសកម្មភាពពង្រឹងនិងទប់ស្កាត់នៅបទល្មើសផ្សេងៗការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋពិធីសម្ដែងសម្ណានេះបានផ្ដោតទៅលើការជំរុញឲ្យក្រុមការងារបកទាំងអស់ទទួលខុសត្រូវចំពោះមុខថ្នាក់ខេត្តក្រុមប្រឹក្សានិងមូលដ្ឋានក្នុងការដណ្ដើមយកជ័យជំនះក្នុងការជ្រើសរើសថ្នាក់ដឹកនាំសម្រាប់បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតអសកលនៅថ្ងៃទី18ខែឧសភាឆ្នាំ2014នៅក្នុងស្រុកប្រាសាទសម្បូរដើម្បីជ្រើសរើសក្រុមប្រឹក្សានោះមានគណៈបកចំនួន3ចូលរួមបោះឆ្នោតផងដែរអាយដាមបានសំណូមពរកុំឲ្យមានការពាក់ឯកសណ្ឋានបកពង្រឹងអង្គការបោះឆ្នោតពង្រឹងអង្គបោះឆ្នោតកុំឲ្យមានការពាក់ឯកសណ្ឋានបកពង្រឹងការបោះឆ្នោតកុំឲ្យមានសតិអារម្មណ៍ចេះយោគយល់គ្នាបេសកជនត្រូវបម្រើបកបោះឆ្នោតត្រូវស្មោះត្រង់ចំពោះបកគូឲ្យបានចំគោលដៅថែរក្សាសុខភាពកុំឲ្យមានបញ្ហាសុខភាពព្រោះបេក្ខជនទាំង23រូបគឺជាបេក្ខជនឈរឈ្មោះសំខាន់បំផុតជៀសវាងការផឹកសូរ៉ាឬក៏បង្កមានបាតុភិបដែលបណ្ដាលឲ្យមានការខកខានក្នុងការបោះឆ្នោតនិងត្រូវរៀបចំអ្នកសង្កេតការណ៍ដែលគោរពនៅទូនាទីដែលបានបែងចែកចេះសួរនាំនិងជំទាស់នៅសកម្មភាពណាមួយដែលបានប្រព្រឹត្តខុសនឹងវិន័យនៃការបោះឆ្នោតសមត្ថកិច្ចកងកម្លាំងទាំង3ប្រភេទត្រូវការពីហឹបឆ្នោតឲ្យមានសុវត្ថិភាពនិងស្មោះត្រង់នៃឱកាសនៃពិធីសម្ដែងសម្ណាលអាយដាមផាន់សុភេងទីប្រឹក្សាអាយដាមបណ្ឌិតងួនញិលឧបត្ថម្ភសាច់ប្រាក់ជូនដល់ការបោះឆ្នោតគណៈបកប្រជាជនកម្ពុជាចំនួន23នាក់ស្រី4នាក់ក្នុងម្នាក់ទទួលបាន5សែនរៀលសរុបចំនួនទឹកប្រាក់11លាន5សែនរៀលដើម្បីជាការលើកទឹកចិត្តក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ